វាសូមប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿងរបស់ Admin Mochita ចូលគ្នាជាមួយ Admin ម្ដងទៀតដែលបន្តសាយរឿងរបស់យើងនៅក្នុងភាគ16ដល់24ដែលបែរតែប៉ៃលីបានប្រាប់ទៅកាន់ព្រះអង្គថាលីសៀមិនមែនជាឈីងជឺនោះលីសៀនឹងក៏បានឆ្លើយតបថាគេពិតជាមិនមែនឈីងជឺចំណែកឯប៉ៃលីនឹងក៏មិនមែនជាឈីងជឺដែរគឺគេដឹងថាប៉ៃលីនឹងជាប៉ៃលីបិសាចដែលបានស្ថិតនៅក្នុងរាងកាយរបស់នាងនេះលីសៀជាមួយនឹងឈឺអ៊ីបានតាមដឹងថាប៉ៃលីស្ថិតនៅក្នុងរាងកាយរបស់នាងតាំងពីយូរគ្រាន់តែពួកគេនឹងក៏ធ្វើជាធម្មតាដើម្បីចង់ដឹងថានាងនឹងមានផែនការអ្វីបន្តទៀតហើយក៏ចោទទៅកាន់ប៉ៃលីថាគឺជាអំបូរកញ្ចក់ដែលព្យាយាមនៅក្នុងការបំផ្លាញទឹកដីរបស់ព្រះអង្គហើយក៏ជាអ្នកដែលនៅពីក្រោយខ្នងដែលបានរៀបចំផែនការនៅក្នុងការសម្លាប់គ្រួសារមូចោលទាំងអស់នោះផងដែរលីសៀនិយាយរួចមិនទាន់ស្រួលបួផងឈឺអ៊ីនឹងក៏ចាប់ដែរនៅក្នុងដៃរបស់លីសៀនឹងចាក់ទៅកាន់ដើមទ្រូងរបស់ប៉ៃលីក៏ធ្វើឲ្យប៉ៃលីនឹងប្រែយុទ្ធសាស្ត្រវាប្រហែលទៅលើព្រះអង្គតែលីសៀនឹងក៏រួចព្រះអង្គចាញ់ហើយឈឺអ៊ីនឹងក៏ជួយមកការពារលីសៀក៏ធ្វើឲ្យអ្នកទាំងពីរនាក់នឹងគឺត្រូវរបួសទាំងពីរនាក់ទៅចំណែកប៉ៃលីនឹងក៏បានរត់គេចខ្លួនបានតែឈឺអ៊ីនឹងព្រះអង្គក៏បានបារម្ភពីលីសៀតែលីសៀនឹងក៏សម្លឹងមកឈឺអ៊ីដើម្បីឲ្យឈឺអ៊ីនឹងទុកឱកាសឲ្យគេជាមួយនឹងព្រះអង្គនឹងមានភាពស្និទ្ធស្នាលជាមួយនឹងគ្នាអញ្ចឹងទៅឈឺអ៊ីនឹងក៏ដេញតាមប៉ៃលីរហូតមកដល់កន្លែងរបស់នាងប៉ុន្តែប៉ៃលីនឹងបានលេងល្បីកលជាមួយនឹងឈឺអ៊ីដែលបានលាក់ខ្លួនបានអញ្ចឹងទៅឈឺអ៊ីក៏ប្រទះឃើញនៅរាងកាយរបស់យានលីដែលជាស្ដេចនៅក្នុងអំបូររបស់គេនឹងបានគេស្ដុកស្ដង្នៅនឹងដោយមិនបានប្រយ័ត្នខ្លួនទៀតនោះគឺឈឺអ៊ីនឹងក៏ត្រូវប៉ៃលីនឹងចាប់ខ្លួនបានហើយគេក៏មិនអាចរើបំរះទៅណាបានអញ្ចឹងទៅប៉ៃលីនឹងក៏ប្រើប្រាស់យុទ្ធសាស្ត្រដើម្បីធ្វើទរណកម្មទៅលើឈឺអ៊ីអេលីសៀដឹងខ្លួនមកគេក៏ប្រញាប់កដេះដើម្បីហៅឈឺអ៊ីមកប៉ុន្តែអាចឃើញឈឺអ៊ីនឹងមកតាមការហៅរបស់គេឡើយទៅគេនឹងមានជាការផិតភ័យក៏តាមស្វែងរកឈឺអ៊ីរហូតមកដល់កន្លែងរបស់ប៉ៃលីដែរក៏ឃើញឈឺអ៊ីនឹងត្រូវបានប៉ៃលីនឹងចាប់ចងជាប់បានហើយចំណែកឯគេនឹងក៏ត្រូវប៉ៃលីនឹងប្រើប្រាស់យុទ្ធសាស្ត្រគ្រប់គ្រងរាងកាយបានទៀតព្រោះតែដឹងថាពួកគេទាំងពីរនាក់នឹងមានមនោចេតនាជ្រាលជ្រៅជាមួយនឹងគ្នាចង់ហើយប៉ៃលីនឹងក៏លេខសើចជាមួយនឹងអ្នកទាំងពីរដែលឲ្យរំពាត់នឹងទៅក្នុងដៃរបស់លីសៀរួចហើយក៏ប្រើប្រាស់យុទ្ធសាស្ត្របញ្ជាដៃរបស់លីសៀនឹងវាយទៅលើរាងកាយរបស់ឈឺអ៊ីលីសៀមានការឈឺចាប់ផ្លូវចិត្តចំណែកឯឈឺអ៊ីនឹងគឺឈឺចាប់ទៅលើរាងកាយរបស់គេដោយសារតែយុទ្ធសាស្ត្រនៅលើរំពាត់នឹងព្រោះតែមិនអាចទ្រាំជាមួយនឹងការឈឺចាប់បន្តទៀតបានក៏ធ្វើឲ្យកតុយមយូរ៉ាចុងក្រោយរបស់ឈឺអ៊ីនឹងក៏បង្ហាញរូបរាងមកវាក៏ជាឱកាសមួយដ៏ល្អសម្រាប់ប៉ៃលីផងដែរគេបានធ្វើការបំផ្លាញកតុយមយូរ៉ាចុងក្រោយរបស់ឈឺអ៊ីធ្វើឲ្យឈឺអ៊ីនឹងបាត់បង់នៅឥទ្ធិពលរបស់ខ្លួនឯងហើយគេនឹងក៏អាចដណ្ដើមយកនៅត្បូងសៀនជូបានដែរហើយបន្ទាប់ពីត្រូវបានប៉ៃលីនឹងកាត់កតុយរបស់ខ្លួនឯងហើយឈឺអ៊ីនឹងក៏បានបាត់បង់ស្មារតីមួយផ្លែតពេលដែលគេបានដឹងខ្លួនមកវិញស្រាប់តែគេនឹងចាប់អ៊ីវលីសៀនឹងរត់គេចពីនឹងចូលទៅក្នុងព្រៃបានតែសភាពរបស់ឈឺអ៊ីដូចជាមនុស្សដែលគ្មានដួងវិញ្ញាណនៅក្នុងខ្លួនអញ្ចឹងឯងគឺគេភ្លឹកភ្លាំងអត់មានមាត់កអីសោះលីសៀនិយាយរកអ្វីក៏គេមិនឆ្លើយតបដែរលុះដល់ពេលដែលលីសៀឲ្យឈឺអ៊ីនឹងទម្លាក់គេចោលឈឺអ៊ីក៏ទម្លាក់ចូលមែនហើយក៏បាត់ខ្លួនមួយរំពេចត្រឡប់មកវិញđểធ្វើការវាយប្រហែលទៅលើលីសៀតែជាសំណាងល្អដែលគ្រាន់តែឈឺអ៊ីបានឃើញនិមិត្តសញ្ញានៅលើថ្ងៃរបស់លីសៀហើយក៏ធ្វើឲ្យគេនឹងមានអារម្មណ៍ថាលីសៀនឹងគឺជាមនុស្សស្រីដែលគេធ្លាប់ស្គាល់ទើបគេមិនធ្វើបាបអីទៅកាន់លីសៀហើយលីសៀក៏ទៅតែយល់ថាពេលដែលឈឺអ៊ីនឹងបានបាត់បង់នៅកតុយមយូរ៉ារបស់ខ្លួនឯងហើយក៏ធ្វើឲ្យឈឺអ៊ីនឹងខ្លាចទៅជាដូចជាកូនក្មេងដែលទៅចាប់កំណើតមកអញ្ចឹងគឺថាអត់ចេះអ្វីទាំងអស់មិនស្គាល់អ្នកណាគេសូម្បីតែការនិយាយការញ៉ាំអីហ្នឹងក៏មិនចេះដែរដូច្នេះទៅលីសៀក៏បង្រៀនឲ្យឈឺអ៊ីនឹងចេះញ៉ាំចំណីអាហារដើម្បីចម្អែតកាហ្វេហើយក៏មើលថែឈឺអ៊ីនៅពេលដែលឈឺអ៊ីនឹងមិនអាចមើលថែខ្លួនឯងបានហើយគេថែមទាំងបានសរសេរឈ្មោះរបស់ឈឺអ៊ីនៅលើបាតដៃរបស់ឈឺអ៊ីទៀតដើម្បីឲ្យស្គាល់ពីឈ្មោះរបស់ខ្លួនឯងអីចឹងទៅចំណែកឯឈ្មោះរបស់គេនឹងក៏បានប្រាប់ទៅកាន់ឈឺអ៊ីវាក៏ធ្វើឲ្យឈឺអ៊ីកាន់តែមានអារម្មណ៍ថាពួកគេពីមុនណាគឺធ្លាប់ជាមនុស្សដែលស្និទ្ធស្នាលជាមួយនឹងគ្នាប៉ុន្តែភ្លាមនោះស្រាប់តែឈឺអ៊ីនឹងក៏មានអារម្មណ៍ថាសត្រូវរបស់ខ្លួនឯងនឹងកំពុងតាមមករកពួកគេហើយសត្រូវម្នាក់នោះគឺជាប៉ៃលីនឹងឯងលីសៀនឹងក៏បញ្ញាប់អូដៃរបស់ឈឺអ៊ីនឹងទៅពួនគៀនជម្រាបភ្នំសានឈឺអ៊ីក៏មានចិត្តអន្ទះសាហើយក៏នៅមកសនុកក្នុងខ្លួនដែរចឹងលីសៀនឹងក៏លួងលោមឲ្យឈឺអ៊ីនឹងមានភាពស្ងៀមស្ងាត់សិនបើមិនចឹងតែប៉ៃលីច្បាស់จะចាប់ពួកគេបានហើយដល់ពេលដែលប៉ៃលីទៅផលលីសៀនឹងក៏បានមុតជាមួយនឹងវ៉ាចាញ់ឈាមទៀតឈឺអ៊ីបារម្ភពីលីសៀការចង់ចាំរបស់គេនឹងឃើញលីសៀនឹងលួងលោមរបៀបថាអង្អែក្បាលរបស់គេចឹងគេក៏ធ្វើតែប៉ុន្តែធ្វើមិនដូចទេតើលីសៀនឹងក៏មករៀនឈឺអ៊ីនឹងឲ្យយកគឺគេត្រូវស្ទាបអង្អែបែបហ្នឹងចឹងតើគឺជាការលួងលោមទៅកាន់នរណាម្នាក់ចំណែកឯព្រះអង្គក៏កំពុងតែប្រជុំមនុស្សនឹងឲ្យតាមស្វែងរកលីសៀដែរដែលដឹងថាលីសៀនឹងគឺនៅព្រៃខាងក្រៅក្រងចឹងក៏បញ្ជូននៅអង្គរៈហ្នឹងទៅតាមស្វែងរកលីសៀហើយក៏ចោលសម្ដេចឈឺអ៊ីចោលទៀតព្រោះអីកំពុងតែប្រចាំជាមួយនឹងឈឺអ៊ីខ្លាំងមែនតើតែឈឺអ៊ីជាមួយនឹងលីសៀនឹងក៏កិច្ចពីប៉ៃលីមិនបានទេប៉ៃលីនឹងក៏តាមមកទាន់ហើយក៏ធ្វើការសណ្ដំចិត្តបញ្ជាខួរក្បាលរបស់ឈឺអ៊ីបានទៀតដែលឲ្យឈឺអ៊ីនឹងយកកបិតពីដៃរបស់គេនឹងទៅធ្វើការចាក់សម្លាប់លីសៀឈឺអ៊ីបានធ្វើទៅតាមការបញ្ជារបស់ប៉ៃលីមែនប៉ុន្តែបែរជាគេនឹងគឺនៅមានស្មារតីភ្ញាក់ខ្លួនអញ្ចឹងគេមិនបានចាក់ទៅលើលីសៀនោះទេគេក៏ចាក់ខ្លួនឯងក៏បានឡងទៅត្រូវប៉ៃលីនឹងឲ្យនាងនឹងមានរបួសផងដែរហើយអញ្ចឹងទៅក៏បញ្ញាប់កិច្ចខ្លួនបានចំណែកឈឺអ៊ីនឹងក៏បានដួលសន្លប់អញ្ចឹងហើយលីសៀនឹងក៏បានគ្រាឈឺ
អ៊ីនឹងចោលពីភ្នំប៉ុន្តែក៏រមៀធ្លាក់ពីលើភ្នំទាំងពីរនេះក៏ធ្វើឲ្យលេសៀនឹងស្លាប់ម្នាក់ទៀតហើយសេនារបស់ព្រះអង្គនឹងក៏មករកឃើញលេសៀដែលកំពុងតែស្លាប់ម្នាក់ឯងនឹងពួកគេនឹងក៏នាំលេសៀនឹងទៅកាន់រាជវាំងពេលដែលដឹងខ្លួនមកក៏ស្ថិតនៅក្នុងកញ្ញាំដៃរបស់ព្រះអង្គបានទៅហើយព្រះអង្គនឹងត្រូវបានបញ្ជាដោយប៉ៃលីការបញ្ជានឹងគឺបញ្ជាទៅតាមចិត្តអារម្មណ៍របស់ព្រះអង្គចឹងណាអារម្មណ៍មួយដែលលាក់នៅក្នុងដួងចិត្តដែលមានការស្រឡាញ់ទៅកាន់លីសៀអញ្ចឹងនៅពេលនេះទ្រង់បានចាប់បង្ខំធ្វើបាបរាងកាយរបស់លីសៀគឺចោលនៅជាមួយនឹងលីសៀហើយដល់ពេលដែលលីសៀនឹងគឺជំទាស់រុញច្រានព្រះអង្គចឹងទៅទ្រង់នឹងក៏បានចោលច្បាយកលីសៀនឹងបិស្លាប់បិរស់ទៀតហើយពេលហ្នឹងឈើអ៊ីនឹងក៏តាមមកតហើយគេក៏ចូលមកប្រទីបតុងជាមួយនឹងព្រះអង្គប៉ុន្តែដោយសារតែឈើអ៊ីនឹងគឺគ្មានថែមពលអីនោះទេប្រទីបតុងចូលឡើងមានអីត្រូវសេនារបស់ព្រះអង្គនឹងវាយគេឲ្យស្លាប់បានម្ល៉េះហើយឈើអ៊ីនឹងក៏បានខ្លាចទៅជាចំណុចខ្សោយសម្រាប់ព្រះអង្គនៅក្នុងការគម្រាមឲ្យលីសៀនឹងខ្លាចទៅជាមហេសីរបស់ទ្រង់ដែលទ្រង់ថានឹងធ្វើគ្រប់យ៉ាងជំនួសឲ្យឈើអ៊ីហើយយប់ហ្នឹងក៏នឹងមករកលីសៀទៅធ្វើឲ្យលីសៀនឹងតែទ្រង់មួយកំភ្លាព្រះអង្គក៏បានខឹងភ្លាមអញ្ចឹងហើយក៏ចង់សម្លាប់ឈើអ៊ីចោលមានអាណាលីសៀនឹងក៏បានយកស្នៀតសក់របស់ខ្លួនឯងនឹងទៅភ្ជង់សម្លាប់ខ្លួនឯងដែរបើសិនជាព្រះអង្គនឹងហ៊ានតែធ្វើឲ្យឈើអ៊ីនឹងមានរបួសតែបន្តិចព្រះអង្គក៏ខ្លាចថាលីសៀនឹងសម្លាប់ខ្លួនមែនតើដែរទៅទ្រង់នឹងក៏មិនធ្វើការសម្លាប់ឈើអ៊ីក៏ប៉ុន្តែទ្រង់នឹងឲ្យឈើអ៊ីធ្វើជាសាក្សីនៅក្នុងថ្ងៃមង្គលការរបស់ទ្រង់ជាមួយនឹងលីសៀគេក៏មិនបានយកព្រមប៉ុន្តែគេក៏មិនទាន់តបតអីជាមួយនឹងព្រះអង្គគេក៏រកមធ្យោបាយដើម្បីជួយឈើអ៊ីស្រាប់តែគេក៏ចូលជាមួយនឹងអ៊ំប្រមម្នាក់ដែលគាត់មើលទៅដូចជាទេវតាម្នាក់បង្ហាញខ្លួនមកដើម្បីជួយពួកគេផងដែរគាត់បានដឹងពីរឿងរ៉ាវដែលកំពុងតែកើតឡើងនិងដឹងថាលីសៀនឹងកំពុងតែចង់ជួយជីវិតរបស់ឈើអ៊ីតើគាត់បានផ្ដល់ជួយតម្រុយទៅកាន់លីសៀបានដឹងពីរឿងរ៉ាវអតីតកាលដែលបានកើតឡើងអញ្ចឹងណាគឺតាក់ទងជាមួយនឹងព្រះអង្គនឹងតែម្ដងព្រោះតែទ្រង់មានជំងឺតាំងពីតូចមកបានបិតារបស់ទ្រង់នឹងគឺបានពឹងពេឲ្យស្ដេចរបស់អម្បូរកញ្ជ្រោនឹងជួយជីវិតរបស់ទ្រង់ដោយស្ដេចរបស់អម្បូរកញ្ជ្រោនឹងបានយកដួងវិញ្ញាណរបស់ស្ដេចអម្បូរមយូរ៉ាយកទៅធ្វើការព្យាបាលក៏ដូចជាដាក់បញ្ចូលទៅក្នុងខ្លួនប្រាណរបស់ព្រះអង្គអញ្ចឹងវាក៏ជាមូលហេតុដែលធ្វើឲ្យប៉ៃលីអាចធ្វើការបញ្ជាទៅលើរាងកាយរបស់ព្រះអង្គបានហើយក៏មានតែព្រះអង្គម្នាក់គត់ដែលអាចទាញយកនៅកតុយរបស់មយូរ៉ាដើម្បីជួយជីវិតរបស់ឈឺអ៊ីអ៊ំប្រមអ្នកនឹងគាត់ផ្ដល់តម្រុយតែប៉ុណ្ណេះឲ្យលីសៀប៉ុណ្ណោះទុកឲ្យលីសៀនឹងជាអ្នករងមធ្យោបាយដោះស្រាយខ្លួនឯងទៅព្រោះបានដឹងរឿងរ៉ាវដែលពាក់ព័ន្ធនៅក្នុងករណីដែលកំពុងតែកើតឡើងហ្នឹងហើយដូច្នោះដើម្បីឲ្យព្រះអង្គនឹងទាញយកនៅកតុយមយូរ៉ាបានមានតែលីសៀនឹងគឺយកព្រមទៅក្បែរសាសនាជាមួយនឹងព្រះអង្គប៉ុណ្ណោះអញ្ចឹងលីសៀនឹងគេក៏យកព្រមនៅក្នុងការរៀបការជាមួយនឹងព្រះអង្គទ្រង់គ្រាន់តែឮថាលីសៀបានយកព្រមរៀបការជាមួយនឹងទ្រង់អញ្ចឹងក៏ថាលីសៀនឹងគឺបានឆ្លាញ់ទ្រង់ដែរអញ្ចឹងទ្រង់សប្បាយចិត្តខ្លាំងមែនទែនហើយក៏ចង់ចាប់បខំគេនៅក្នុងយប់នឹងតែម្ដងប៉ុន្តែលីសៀនឹងក៏បានវាយព្រះអង្គនឹងម្ដងទៀតហើយគេនឹងមិនមែនជាមនុស្សស្រីចិត្តងាយនោះទេអញ្ចឹងចង់បណ្ដេញហេតុតតែពួកគេនឹងគឺបានរៀបការជាមួយនឹងគ្នាសិនហើយពិធីមង្គលការរបស់ពួកគេនឹងគឺបានរៀបចំឡើងនៅក្នុងថ្ងៃបន្ទាប់តែម្ដងឈឺអ៊ីក៏លួចចាញ់ពីបន្ទប់ឃុំឃាំងនឹងមកជួបលីសៀនៅក្នុងបន្ទប់កូនកំមោខ្លួនព្រះរបស់ឈឺអ៊ីត្រូវអង្គររបស់ព្រះអង្គនឹងធ្វើទរណកម្មឡើងសោកស្ដាយទៅហើយលីសៀឃើញហើយពិតជាអាណិតឈឺអ៊ីខ្លាំងមែនតើគេក៏យកថ្នាំទៅលាបលើមុខរបួសឲ្យឈឺអ៊ីជាមួយនឹងលីសៀពេលដែលបានជួបគ្នាអញ្ចឹងពួកគេគឺមានក្តីសុខខ្លាំងមែនតើប៉ុន្តែលីសៀនឹងក៏បាននឹកឃើញទៅដល់លក្ខខណ្ឌដែលព្រះអង្គនឹងបានប្រាប់គេមិនឲ្យគេនឹងជួយជាមួយនឹងឈឺអ៊ីទៀតទេម្ល៉េះហើយលីសៀនឹងក៏បញ្ញាប់ដេញឲ្យឈឺអ៊ីនឹងទៅវិញទៅក៏មករកគេទៀតធ្វើឲ្យឈឺអ៊ីនឹងមានជាការខឹងជាមួយនឹងលីសៀដែលខឹងហ៊ានចាក់ចៃពីគេអញ្ចឹងហើយក៏ប្រទីបតុងជាមួយនឹងលីសៀព្រោះមិនចង់ឲ្យនាងទៅណែទោះបីជាលីសៀនឹងឃើញឈឺអ៊ីហើយនៅឈឺអ៊ីយ៉ាងណាក៏ដោយក៏គេត្រូវតែធ្វើចិត្តដាច់ដើម្បីឲ្យផែនការរបស់គេដែលអាចជួយឈឺអ៊ីបាននឹងវាបានសម្រេចដែរដែលគ្រាន់តែលីសៀដែលចេញពីឈឺអ៊ីតែបន្តិចក៏ឈឺអ៊ីនឹងក៏អាចស្រែកហៅឈ្មោះរបស់លីសៀបានប៉ុន្តែលីសៀមិនបានងាកក្រោយអីបន្តិចសោះតែម្ដងនាងក៏បានដើរទៅចូលរួមនៅក្នុងពិធីមង្គលការជាមួយនឹងព្រះអង្គចំណែកឈឺអ៊ីនឹងក៏ដេញតាមលីសៀដល់ក្នុងពិធីនោះដែរដល់អញ្ចឹងតើព្រះអង្គនឹងក៏ចាប់ខ្លួនរបស់ឈឺអ៊ីម្ដងទៀតហើយក៏បង្ខំឲ្យលីសៀនឹងបញ្ញាប់បញ្ចប់នៅពិធីមង្គលការជាមួយនឹងទ្រង់ឲ្យហើយតើទ្រង់យកព្រមជាមួយនឹងលក្ខខណ្ឌដែលលីសៀនឹងស្នើសុំមកកាន់ទ្រង់ទោះតែការសែនដូនតារួចរាល់ហើយនឹងព្រះអង្គក៏ចង់ថើបលីសៀឈឺអ៊ីនឹងមិនអនុញ្ញាតឡើយគេក៏សវេសវាយ៉ាងណានោះទៅរៀបរៀងមិនឲ្យព្រះអង្គនឹងថើបលីសៀបានទេហើយវាក៏ធ្វើឲ្យព្រះអង្គនឹងបានឃើញជាមួយនឹងឈឺអ៊ីដកដានឹងរសម្រាប់ឈឺអ៊ីលីសៀនឹងក៏ច្រានឈឺអ៊ីចាញ់ព្រោះអីព្រះអង្គក៏បានសន្យាជាមួយនឹងលីសៀថាមិនប៉ះពាល់អីទៅលើឈឺអ៊ីឡើយរួចពីនោះមកលីសៀក៏នាំព្រះអង្គនឹងចូលមកកាន់បន្ទប់សង្កាត់មួយដែលប៉ៃលីបានដាក់រាងកាយរបស់យេលីដែលត្រូវជាស្ដេចរបស់អម្បូរមយូរ៉ានៅក្នុងនេះដែលពលកុហកថានឹងគឺជារាងកាយរបស់ស្ដេចយេលីហើយប៉ៃលីនោះបានដកយកនៅដួងវិញ្ញាណនឹងដាក់ចូលទៅក្នុងរាងកាយរបស់ព្រះអង្គអញ្ចឹងក៏ឲ្យព្រះអង្គនឹងដកយកនៅកតុយមយូរ៉ាចេញពីខ្លួនប្រាណរបស់យេលីមកដែលជាកម្មសិទ្ធិរបស់ព្រះអង្គនឹងព្រះអង្គក៏សាកយកដៃដាក់លើដើមទ្រូងរបស់ស្ដេចយេលីគឺទ្រង់ពិតជាអាចធ្វើការដកយកនៅកតុយមយូរ៉ាចេញពីខ្លួនប្រាណរបស់ស្ដេចយេលីបានមែនហើយនៅពេលនោះយុទ្ធសាស្ត្រដែលបានបញ្ជាដោយប៉ៃលីនៅលើរាងកាយរបស់ព្រះអង្គនឹងវាក៏បានសាបសូន្យទៅផ
ផងដែរតែភ្លាមនោះអានសាដែលជាញាណអាក្រក់ស្ថិតនៅក្នុងរាងកាយរបស់លីឆានឹងក៏បានបង្ហាញខ្លួនមកដែលធ្វើការដណ្ដើមយកនៅកតុយមយូរ៉ាចេញពីដៃរបស់ព្រះអង្គព្រោះវាក៏ត្រូវការកតុយមយូរ៉ាដើម្បីឲ្យវានឹងគឺមានថែវពលកាន់តែខ្លាំងក្លានៅក្នុងការគ្រប់គ្រងទឹកដីផងដែរក៏ប៉ុន្តែគួរឲ្យសោកស្ដាយដែលសារតាលីសៀបានហៅឈើអ៊ីនឹងបញ្ញាប់រត់បង្ហាញខ្លួនមកក៏ចាប់អាសាជាប់ព្រោះថាពេលដែលលីសៀបានជួបជាមួយនឹងអ៊ំប្រុសម្នាក់នោះគេបានបន្សល់ទុកនៅស្នៀសសក់ដែលមានជាប់ជាមួយនឹងឈាមរបស់គេដើម្បីឲ្យគាត់នឹងជួយបកគលឲ្យឈើអ៊ីនោះឈើអ៊ីក៏នឹងមកតាមគេដោយសារតែមានក្លិនឈាមរបស់គេអញ្ចឹងឥឡូវនេះឈើអ៊ីនឹងក៏ដណ្ដើមយកនៅកតុយមយូរ៉ានឹងចេញពីដៃរបស់អាសាហើយក៏ដាក់ចូលទៅក្នុងទ្រូងរបស់គេវិញយុទ្ធសាស្ត្រថែមពលរបស់ឈើអ៊ីនឹងក៏បានត្រឡប់មកដោយដើមវិញអញ្ចឹងហើយអាសាចាំការទៀតក៏បញ្ញាប់កិច្ចខ្លួនទៅឈើអ៊ីដឹងខ្លួនវិញហើយនឹងគេក៏យកស្នៀសសក់ដែលលីសៀនឹងបន្សល់ទុកឲ្យគេនឹងដោតទៅលើសក់របស់លីសៀថែមទាំងបន្ទោសដែលលីសៀនឹងទៅរៀបការជាមួយនឹងព្រះអង្គទាំងដែលលីសៀគឺជាមនុស្សស្រីរបស់គេទេឯព្រះអង្គទ្រង់ក៏បានដឹងខ្លួនមកវិញដែរអញ្ចឹងហើយទ្រង់គឺទោះបីជាស្រឡាញ់លីសៀក៏ពិតមែនប៉ុន្តែទ្រង់គឺមិនមែនជាបរិសុទ្ធដែលទៅដណ្ដើមមនុស្សស្រីពីមនុស្សប្រុសដទៃទេអញ្ចឹងហើយមង្គលការរបស់ព្រះអង្គជាមួយនឹងលីសៀនឹងគឺមិនចាត់ទុកថាជាការរៀបការមែនតែនដែរហើយឈើអ៊ីនឹងក៏ត្រូវទូទាត់បញ្ជីទាំងបញ្ជីចាស់និងថ្មីរបស់គេនឹងជាមួយនឹងអបោកញ្ជ្រងឲ្យស្រេចបាញតែដែលប៉ៃលីគ្រាន់តែបានដឹងថាគឺលីឆាងកូនចៅរបស់គេនេះមិនអាចដណ្ដើមយកនៅកតុយមយូរ៉ាពីដៃរបស់ព្រះអង្គបានគេនឹងក៏ខឹងជាមួយនឹងលីឆាងតែមិនបានដឹងនោះទេថានេះមិនមែនជាលីឆាងកូនចៅរបស់គេឯណាគឺជាអាសានឹងក៏បានលួចចាក់គេមួយកំបិតហើយក៏មិនមែនជាកំបិតធម្មតាដែរវាគឺជាកំបិតកំចាត់ព្រៃបិសាចអញ្ចឹងទៅប៉ៃលីនឹងក៏ត្រូវបានស្លាប់នៅក្រោមដៃរបស់អាសាអញ្ចឹងទម្រាំតែឈឺអ៊ីនឹងមករកប៉ៃលីថាចម្រះបញ្ជីជាមួយនឹងនាងក៏បានស្លាប់បើតែហើយគេក៏បានដឹងថាពលឹងរបស់ប៉ៃលីនឹងត្រូវបានបំបែកដោយសារតែអាសាឃាតករដែលបានចោទប្រកាន់ទម្លាក់កំហុសសម្រាប់គ្រួសាររបស់លីសៀទាំងអស់នឹងត្រូវបានស្លាប់ហើយប៉ៃលីនឹងឯងព្រះអង្គក៏ចេញប័ណ្ណបញ្ជាគឺធ្វើការផ្ដល់ភាពស័ក្តិសមតែឲ្យគ្រួសារមុខវិញគឺឪពុករបស់លីសៀនឹងក៏អត់មានតោកំហុសអ្វីនោះទេគ្រួសាររបស់នាងនឹងក៏លែងជាគ្រួសាររបស់អ្នកតូរីឆ្កែហើយឪពុករបស់លីសៀនឹងក៏ត្រូវដំឡើងងារជាអុកប្រាជ្ញឯឈើអ៊ីក៏សម្លឹងឃើញថាជីវិតរបស់លីសៀនឹងគឺបានប្រសើរឡើងហើយពេលវេលាដែលលីសៀនឹងត្រូវធ្វើការបូជារាងកាយរបស់គេដើម្បីជួយអំបូរមយូរ៉ារបស់ឈើអ៊ីនឹងវាក៏បានមកដល់ដែរប៉ុន្តែឈើអ៊ីមិននឹងឲ្យមនុស្សស្រីដែលគេស្រឡាញ់ខ្លាំងយ៉ាងហ្នឹងទៅស្លាប់ដោយសារតែគេនោះមានតែគេនោះទេធ្វើយ៉ាងណាក៏ដោយគឺលះបង់ដើម្បីជួយលីសៀវិញឯលីសៀដែលឃើញឈើអ៊ីកំពុងតែកេងលងលក់អញ្ចឹងគេក៏មកឈរសម្លឹងមើលមុខរបស់ឈើអ៊ីបាននឹកគិតថាថ្ងៃស្អែកគេនឹងលះបង់រាងកាយរបស់គេនោះដើម្បីជួយអំបូរមយូរ៉ារបស់ឈើអ៊ីហើយតោះតែលីសៀរត់ដើរចាញ់ឈើអ៊ីនឹងក៏ចាប់ដៃរបស់លីសៀចូលព្រោះអីថាគេមិនបានកេងលក់ទេហើយក៏ចាប់បានថាលីសៀនឹងកំពុងតែសម្លឹងមើលមុខរបស់គេដេញដោលសួរនាំទៅលីសៀនឹងក៏ចង់កិច្ចវ៉ែហើយក៏ឆ្លើយថាគេគ្រាន់តែសម្លឹងមើលមុខអាទិទេពជ្រូកដែលកំពុងតែកេងលក់ប៉ុណ្ណោះតោះតែនិយាយឲ្យឈើអ៊ីធ្វើមុខស្ងួតចឹងសម្រាប់ថាឈើអ៊ីនឹងបានខឹងជាមួយនឹងខ្លួនហើយគេបើថាឈើអ៊ីគេគ្រាន់តែធ្វើលេងជាមួយនឹងលីសៀប៉ុណ្ណោះលីសៀខំតែភ័យអញ្ចឹងហើយអ្នកទាំងពីរអ្នកនឹងក៏បានបន្លែងលេងជាមួយនឹងគ្នាឡើងពេញនឹងបន្លែងចោលបន្លែងឡើងទៅដល់គៀនដើមឈើនឹងជាប់តែម្ដងគេជាប់ចិត្តជាប់ចំណងហើយក៏ជាប់មាត់គ្នាអញ្ចឹងនេះគឺថែមមិនអស់ចិត្តទេដល់យប់ឡើងនឹងគេក៏មកបន្តនៅទឹកដីរបស់ឈើអ៊ីទៀតលីសៀក៏មានអារម្មណ៍ថាពិបាកចិត្តព្រោះអីថ្ងៃស្អែកជាថ្ងៃដែលគេត្រូវធ្វើការបូជារាងកាយរបស់គេហើយអញ្ចឹងក៏ផ្ដាំឲ្យឈើអ៊ីនឹងរស់នៅជាមួយនឹងទឹកដីដែលសម្បូរសប្បាយរបស់ខ្លួនហើយក៏ដើរហើរទៅពិភពលោកខាងក្រៅដោយមកពិភាក្សាស្អាតនៅខាងក្រៅនឹងជំនួសគេផងប៉ុន្តែឈើអ៊ីគេថាអត់ទេគឺលីសៀនឹងតែមើលតែខ្លួនឯងទៅត្រង់សម្ដីមួយនេះធ្វើឲ្យលីសៀនឹងក៏មានចង្អល់ដែរប៉ុន្តែគេមិនបានដេញដោលសួរនាំអ្វីឡើយព្រោះថាឈើអ៊ីនឹងក៏បានថាបលីសៀគេថាបគ្នាឡើងល្អោកល្អើប៉ុន្តែសង្ស័យថានេះគឺជាការថាបចុងក្រោយរបស់ពួកគេហើយការថាបក៏ត្រូវបានកាត់សង្វាក់ព្រោះអីលីសៀក៏មានអារម្មណ៍ថាមានអីប្លែកលើដើមទ្រូងរបស់គេឈើអ៊ីក៏ស្រាប់តែក្អួតឈាមមកមិនដឹងថាមានមូលហេតុអ្វីឡើយស្រាប់តែអានសានឹងក៏បង្ហាញខ្លួនមកទៀតចាប់ខ្លួនរបស់លីសៀទៅបានព្រោះតែថាអានសានឹងក៏ចង់បានត្បូងសៀនជូពីរាងកាយរបស់លីសៀផងដែរទៅគេនឹងមិនប្រអងយូរឡើយដល់កបិតទៅចាក់លើដើមទ្រូងរបស់លីសៀប៉ុន្តែមិនឃើញមានត្បូងសៀនជូនៅលើរាងកាយរបស់លីសៀឡើយលីសៀនឹងគេក៏មិនទាន់ដឹងដែរហេតុអីបានត្បូងសៀនជូនឹងបានចាញ់ពីរាងកាយរបស់គេអាសាក៏គិតថាបើគ្មានប្រយោជន៍ឡើយដែរគឺគេនឹងសម្លាប់លីសៀចោលស្រាប់តែឈឺអ៊ីនឹងក៏បង្ហាញខ្លួនមកថាត្បូងសៀនជូនឹងគឺនៅនឹងរាងកាយរបស់គេព្រោះថាពេលដែលឈឺអ៊ីថាគ្នាជាមួយនឹងលីសៀនោះគេបានប្រើប្រាស់ធម៌ពលនឹងស្រូបទាញយកនៅត្បូងសៀនជូចេញពីរាងកាយរបស់លីសៀទៅធ្វើឲ្យលីសៀនឹងមានអារម្មណ៍ថាដូចជាមានអីប្លែកលើដើមទ្រូងរបស់គេដែលឈឺអ៊ីមានត្បូងសៀនជូនៅក្នុងខ្លួនរបស់គេហើយគេក៏ប្រើប្រាស់អធិពលរបស់ត្បូងសៀនជូធ្វើការបំបែកដួងវិញ្ញាណរបស់អានសាព្រោះបើមិនដូច្នោះទេអានសាក៏នឹងបំផ្លាញពិភពលោកមួយនេះដួងវិញ្ញាណរបស់អានសាជាមួយនឹងឈើអ៊ីនឹងគឺផ្សារភ្ជាប់គ្នាកាលណាដែលដួងវិញ្ញាណរបស់អានសាត្រូវបំបែកអញ្ចឹងឈើអ៊ីក៏ដូចគ្នាអញ្ចឹងហើយក៏ធ្វើឲ្យឈើអ៊ីនឹងរងរបួសប៉ុន្តែគេក៏បញ្ញាទៅស្រាយចំណងរបស់លី
លេងសៀរឿងក៏បង្ហាញប្រាប់យើងបន្តិចថាការដែលឈឺអ៊ីនឹងអាចផ្ទេរយកនៅត្បូងសៀនជក់ចេញពីរាងកាយរបស់លេងសៀបានក៏ដោយសារគេបានសម្រេចចិត្តច្បាស់លាស់ហើយថាត្រូវតែធ្វើគ្រប់យ៉ាងដើម្បីជួយជីវិតរបស់លេងសៀចឹងហើយមានតែធ្វើការដកយកនៅឆ្អឹងអាទិទេពចេញពីរាងកាយរបស់គេប៉ុណ្ណោះទើបអាចធ្វើឲ្យគេមានសមត្ថភាពនៅក្នុងការស្រូបយកនៅត្បូងសៀនជក់ចេញពីរាងកាយរបស់លេងសៀបានបន្ទាប់ពីការជួយជីវិតរបស់លេងសៀហើយនោះឈឺអ៊ីនឹងក៏ដល់ពេលដែលគេត្រូវធ្វើការបកគោនៅត្បូងសៀនជក់នឹងទៅកាន់កន្លែងដើមវិញដើម្បីជួយអម្បូរមយូរ៉ារបស់គេដែរលេងសៀក៏តាមមហាមឃាត់ឈឺអ៊ីកុំឲ្យធ្វើការសម្រេចចិត្តបែបនេះទុកឲ្យគេនឹងជាអ្នកលះបង់ដោយខ្លួនឯងប៉ុន្តែវាបានយឺតពេលទៅហើយដោយឈឺអ៊ីមានតែនិយាយពាក្យសុំទោសទៅកាន់លេងសៀនិងប្រាប់នាងថាបងស្រឡាញ់អូនរួចហើយរាងកាយរបស់ឈឺអ៊ីក៏បានរលាយទៅហើយអ្នកដែលនៅនឹងមានតែទឹកភ្នែកបណ្ដោះព្រោះបាត់បង់មនុស្សស្ទីស្រឡាញ់របស់ខ្លួននៅចំពោះមកហើយតតែមួយឆ្នាំក្រោយមកទៅនៅក្នុងទឹកដីរបស់អម្បូរមយូរ៉ានឹងបានប្រែមកជាសភាពដើមលេងសៀក៏មិនទាន់បានភ្លេចឈឺអ៊ីដែរនៅតែចងចាំការឈឺចាប់ដែលបានបាត់បង់ឈឺអ៊ីនិងពេលវេលាល្អៗដែលពួកគេនឹងបានមានជាមួយនឹងគ្នាកន្លងមកហើយក៏នៅតែមានការសង្ឃឹមថាថ្ងៃណាមួយឈឺអ៊ីនឹងត្រឡប់មករកគេដែរពេលវេលាចេះតែកន្លងផុតទៅលេងសៀនៅតែរងចាំការវិលត្រឡប់មកវិញរបស់ឈឺអ៊ីគ្រាន់តែមានខ្យល់បក់ដើមឈើទៅមកក៏ធ្វើឲ្យលេងសៀនឹងគឺថាឈឺអ៊ីបានវិលត្រឡប់មកវិញហើយព្រោះទស្សនវិជ្ជាមួយនឹងដូចជាមួយនឹងទស្សនវិជ្ជាដំបូងដែលឈឺអ៊ីនឹងបានបង្ហាញខ្លួនមកជួយសង្គ្រោះជីវិតរបស់គេតែលេងសៀស្រែកហៅឈឺអ៊ីយ៉ាងណាក៏ឈឺអ៊ីមកបានបង្ហាញខ្លួនមកដែរក៏ធ្វើឲ្យគេនឹងអស់សង្ឃឹមបានត្រឹមតែនៅស្នើស្នងនឹងឯងតើតែអស់សង្ឃឹមមែនតែនទៅសេបតែឈឺអ៊ីនឹងគឺពិតជាបានបង្ហាញខ្លួនមកមែនមិនគួរឲ្យជឿសោះតែម្ដងព្រោះឈឺអ៊ីបានរលាយបាត់ហើយការដែលឈឺអ៊ីនឹងអាចវិលត្រឡប់មកវិញនឹងក៏ព្រោះថាគេធ្លាប់បានជួយសង្គ្រោះជីវិតរបស់លេងសៀដោយប្រើប្រាស់នៅកតុយមយូរ៉ារបស់គេអត្តពលរបស់វានឹងហើយបូកផ្សំជាមួយនឹងពេលវេលាដែលលេងសៀនឹងបានរងចាំឈឺអ៊ីនឹងគឺវាក៏បានដាក់ឲ្យពលឹងដួងវិញ្ញាណរបស់ឈឺអ៊ីនឹងបានដឹងខ្លួនមកវិញហើយការជួបគ្នាជាលើកដំបូងរបស់ពួកគេម្ដងទៀតនោះគឺថាចាប់ផ្ដើមឡើងពីការថើបគ្នាយ៉ាងផ្អែមល្ហែមជាមួយនឹងគ្នានឹងឯងបន្ទាប់មកលេងសៀនឹងគេក៏បានភ្ញាក់ដឹងខ្លួនមកនៅក្នុងបន្ទប់គេងរបស់គេនឹងអត់ឃើញឈឺអ៊ីទេតែគេក៏មានកំណត់ខូចមួយគឺទៅដល់ភួយវិញហើយក៏កណ្ដាលហៅឈឺអ៊ីនឹងដើម្បីឲ្យឈឺអ៊ីនឹងចូលមកក្នុងភួយរបស់គេតែម្ដងបានឈឺអ៊ីបង្ហាញខ្លួនមកហើយកំចង់កិច្ចវេះទៅណាឲ្យសោះហាឈឺអ៊ីនឹងក៏ចាប់លេងសៀនឹងថាម្ដងទៀតរួចពីនោះមកពួកគេទាំងពីរនាក់ក៏រៀបចំពិធីមង្គលការជាមួយនឹងគ្នាទៅតាមប្រពៃណីវប្បធម៌របស់អម្បូរមយូរ៉ាឃើញកូនកំឡោះគេអត់មានពេលអាវទេឯកូនកំមុំនឹងក៏មើលទៅការរៀបចំខ្លួននឹងប្លែកដែរពួកគេក៏ខ្លាចទៅជាប្តីប្រពន្ធនឹងគ្នាចំណែកឯឈឺអ៊ីនឹងក៏បានខ្លាចទៅជាស្ដេចថ្មីនៅក្នុងអម្បូរមយូរ៉ាដែររវល់ជាមួយនឹងការងារខ្លាំងប៉ុណ្ណាក៏បានຕົកលេងសៀចោលទេគឺនៅក្បែរលេងសៀរហូតណាមួយឈឺអ៊ីនឹងក៏មានកំណត់ខូចដែរគឺថាអត់ចង់ទៅណាឆ្ងាយពីលេងសៀសោះព្រោះគេគិតថាពេលនេះលេងសៀត្រូវមានតួនាទីដ៏សំខាន់មួយទៀតត្រូវបន្តពុជពងវងតកោឲ្យគេចំណែកឯខ្សែរឿងរបស់យើងវិញនោះក៏បានចប់តែបរិបូរតែប៉ុណ្្នឹងដែរអញ្ចឹងចាំជួបគ្នាជាមួយ admin ម្ដងទៀតនៅក្នុងរឿងថ្មីទាំងអស់គ្នាអរគុណច្រើនជម្រាបលាបាយបាយ